នៅពេលដែលយើងទៅសម្ភាសការងារធ្វើម៉េចបានយើងឆ្លើយសំណួរបានល្អធ្វើម៉េចបានយើងមិនសូវភ័យតើយើងត្រូវត្រៀមខ្លួនឲ្យរបៀបណាការសម្ភាសការងារវាគឺជាកត្តាមួយដ៏សំខាន់សម្រាប់ឲ្យគេសម្រេចចិត្តថាជ្រើសរើសយកយើងមកធ្វើការឬក៏អត់បើទោះបីជា CV របស់យើងល្អប៉ុណ្ណាក៏ដោយប៉ុន្តែបើនៅក្នុងពេលសម្ភាសហ្នឹងយើងធ្វើមិនសូវបានល្អយើងឆ្លើយសំណួរមិនចំចំណុចនោះគេក៏អាចនឹងមិនយកយើងមកធ្វើការបានដែរអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងមកប្រាប់អ្នកនរគ្នាអំពីវិធីសាស្ត្រដែលខ្ញុំប្រើដើម្បីកាត់បន្ថយភាពភ័យរបស់ខ្ញុំនិងធ្វើឲ្យខ្ញុំឆ្លើយសំណួរបានល្អនៅពេលសម្ភាសការងារសួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបើ CV ល្អវាអាចធ្វើឲ្យគេហៅយើងមកសម្ភាសហើយបើយើងធ្វើបានល្អឆ្លើយសំណួរបានល្អនៅក្នុងពេលសម្ភាសវាអាចធ្វើឲ្យយើងទទួលបានការងារ CV ល្អវាគឺជារឿងមួយដែលសំខាន់ប៉ុន្តែការដែលយើងធ្វើបានល្អឆ្លើយសំណួរបានល្អនៅក្នុងពេលសម្ភាសការងារវាកាន់តែសំខាន់ជាងនឹងទៀតអញ្ចឹងដើម្បីធ្វើឲ្យបានល្អដើម្បីឆ្លើយសំណួរបានល្អក្នុងពេលសម្ភាសយើងត្រូវទី1សំណួរពេលយើងទៅសម្ភាសការងារគេប្រកាសជាសួរសំណួរមកយើងហើយបើគេមិនសួរសំណួរមកយើងអានឹងគេមិនមែនហៅថាការសម្ភាសទេយើងប្រកាសជាមិនដឹងទាំងអស់នៅសំណួរដែលគេអាចនឹងសួរយើងនោះទេប៉ុន្តែយើងអាចដឹងសំណួរខ្លះដែលគេអាចនឹងសួរយើងនៅក្នុងពេលសម្ភាសហើយសំណួរទាំងអស់នោះអ្នកទាំងអស់គ្នាដឹងថាជាសំណួរអីអត់តាមបទពិសោធន៍របស់ខ្ញុំដែលខ្ញុំតែងតែទៅសម្ភាសការងារកន្លងមកគឺសឹងតែ 80% ហើយអ្នកសម្ភាសតែងតែសួរសំណួរនេះមកខ្ញុំសំណួរនោះមានដូចជាឲ្យយើងណែនាំខ្លួនថាយើងគឺជាអ្នកណាយើងរៀនផ្នែកអីយើងចង់បានអីចំណុចខ្លាំងរបស់យើងគឺជាអីហើយចំណុចខ្សោយរបស់យើងគឺជាអីសំណួរទាំងអស់នេះវាគឺជាមូលដ្ឋានគ្រឹះដែលយើងអាចយកចម្លើយរបស់វាមកកែច្នៃហើយអាចយកទៅឆ្លើយសំណួរផ្សេងៗទៀតបានអញ្ចឹងអ្នកទាំងអស់គ្នាគួរតែសរសេរគួរតែរៀបចំចម្លើយទៅកាន់សំណួរទាំងអស់នោះសរសេរចម្លើយដែលអ្នកទាំងអស់គ្នាគិតថាជាចម្លើយដែលល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាក្រៅពីហ្នឹងអ្នកទាំងអស់គ្នាគួរតែរៀបចំសំណួរចម្លើយតាក់ទងទៅបទពិសោធន៍ចាស់ៗរបស់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាបានធ្វើអីខ្លះមុខងារអីខ្លះហើយអ្នកទាំងអស់គ្នាចេះអីខ្លះហើយបើអ្នកទាំងអស់គ្នាមិនធ្លាប់មានបទពិសោធន៍ការងារទេអ្នកទាំងអស់គ្នាអាចរៀបចំសំណួរចម្លើយអំពីបទពិសោធន៍ពីក្នុងសាលាដែលវាតាក់ទងទៅនឹងការងារដែលអ្នកទាំងអស់គ្នាចង់ធ្វើនឹងដូចជាថ្នាក់ដែលអ្នកទាំងអស់គ្នាបានរៀនការងារក្រុមដែលអ្នកទាំងអស់គ្នាបានធ្វើឬក៏ឧបសគ្គផ្សេងៗដែលអ្នកទាំងអស់គ្នាបានជួបលើពីនឹងទៅទៀតអ្នកទាំងអស់គ្នាគួរតែចំណាយពេលបន្តិចដើម្បីសិក្សាស្រាវជ្រាវអំពីក្រុមហ៊ុនគេនឹងអំពីមុខតំណែងដែលអ្នកទាំងអស់គ្នាចង់បាននឹងហើយសួរខ្លួនឯងថាតើមិនបានយើងចង់បានមុខងារមួយនឹងយើងចង់បានតំណែងមួយនឹងនៅក្រុមហ៊ុនគេនឹងព្រោះថាសំណួរទាំងអស់នេះគេអាចនឹងសួរយើងនិយាយរួមទៅអ្នកទាំងអស់គ្នាត្រូវតែត្រៀមសំណួរចម្លើយឲ្យបានកាន់តែច្រើនកាន់តែល្អហើយបើអ្នកទាំងអស់គ្នាមិនដឹងថាសំណួរទាំងអស់នោះវាគឺជាអ្វីខ្លះទេឬក៏យើងមិនចេះឆ្លើយសំណួរណាមួយអ្នកទាំងអស់គ្នាត្រូវតែខំទៅសួរខំទៅរកពីមនុស្សដែលអ្នកទាំងអស់គ្នាស្គាល់ឬក៏មិនចឹងទេអ្នកទាំងអស់គ្នាអាច search online ក៏បានដែរនិយាយទៅវាស្តៀងទៅនឹងការប្រឡងដែរបើយើងចេះសំណួរកាន់តែច្រើនអញ្ចឹងវាធ្វើឲ្យយើងមានទំនុកចិត្តយើងមិនសូវភ័យហើយយើងប្រកាសជាធ្វើបានល្អទី2អនុវត្តបន្ទាប់ពីយើងទទួលបានសំណួរយើងសរសេរចម្លើយទៅកាន់សំណួរទាំងអស់នោះហើយយើងត្រូវប្រមូលសំណួរចម្លើយទាំងអស់នោះយកវាមកអនុវត្តយកវាមករៀនឆ្លើយយកវាមកទន្ទិញនេះមិនមែនថាឲ្យយើងទន្ទិញចាំគ្រប់ពាក្យដូចយើងយកទៅសរសេរក្នុងប្រឡងនោះទេប៉ុន្តែឲ្យយើងទន្ទិញដើម្បីឲ្យយើងដឹងពីរបៀបឆ្លើយនៃសំណួរនីមួយៗពេលខ្លះយើងដឹងចម្លើយទៅកាន់សំណួរទាំងអស់នោះប៉ុន្តែដោយសារតែយើងមិនបានត្រៀមខ្លួនបានល្អយើងមិនបានត្រៀមរបៀបឆ្លើយយើងមិនបានរៀបពាក្យឲ្យបានត្រឹមត្រូវនោះគឺយើងអាចភ្លេចហើយយើងមិនអាចឆ្លើយទៅកាន់សំណួរទាំងអស់នោះបានល្អឆ្លើយទៅគឺមិនចំចំណុចអញ្ចឹងវាពិតជាសំខាន់ខ្លាំងមែនទែនសម្រាប់ឲ្យយើងយកសំណួរទាំងអស់នោះយកមកមើលយកមកអនុវត្តយកមកទន្ទិញយកមករៀនឆ្លើយអ្នកទាំងអស់គ្នាអាចហាត់សមដោយមានម្នាក់សួរម្នាក់ឆ្លើយប៉ុន្តែបើអ្នកទាំងអស់គ្នាអត់មានអ្នកអនុវត្តជាមួយទេអ្នកទាំងអស់គ្នាអាចថតវីដេអូខ្លួនឯងរួចហើយឆ្លើយសំណួរទាំងអស់នោះបន្ទាប់មកអ្នកទាំងអស់គ្នាយកវីដេអូនោះមកមើលឡើងវិញរួចហើយមើលទៅលើចំណុចដែលយើងស្ទើរចំណុចដែលយើងខ្លាំងហើយអភិវឌ្ឍចំណុចដែលយើងខ្សោយនឹងឲ្យល្អជាងមុនឲ្យប្រកែកជាងមុននៅពេលដែលយើងធ្វើកាន់តែច្រើនអនុវត្តកាន់តែច្រើនយើងប្រកាសជាចាំកាន់តែច្បាស់នៅពេលដែលយើងសម្ភាសយើងប្រកាសជាមិនសូវភ័យហើយយើងប្រកាសជាធ្វើល្អជាងអ្នកដែលមិនបានត្រៀមខ្លួនទី3
ខ្លួនឯងនៅពេលដែលយើងរៀបចំសំណួរហើយយើងអនុវត្តហើយអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវបង្ហាញអ្វីដែលជាខ្លួនយើងបើទោះបីជារឿងទាំងអស់នោះគេមិនបានសួរហើយយើងមិនបានឆ្លើយក៏យើងនៅតែអាចបង្ហាញហើយគេក៏អាចដឹងបានដែរវាមានដូចជាការដែលយើងទៅដល់មុនម៉ោងឬក៏អត្តចរិតរស់រាយរាក់ទាក់របស់យើងជាដើមព្រោះថាចុងក្រោយគឺថានៅពេលដែលគេរើសបុគ្គលិកគេមិនមែនមើលត្រឹមតែជំនាញរបស់យើងបទពិសោធន៍របស់យើងនោះទេគេក៏មើលថាយើងគឺជាមនុស្សបែបណាគេក៏វាយតម្លៃយើងនិងដាក់ពិន្ទុយើងតាមរយៈអត្តចរិតរបស់យើងសម្ដីសម្ដៅរបស់យើងការតុបតែងខ្លួនរបស់យើងសម្បកខាងក្រៅរបស់យើងនិងកត្តាផ្សេងៗទៀតដែលគេអាចឃើញនឹងភ្នែកក្នុងកំឡុងពេលសម្ភាសន៍នឹងអ្នកទាំងគ្នាត្រូវតែបន្ធូរអារម្មណ៍ហើយកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេកកុំចាត់ទុកវាគឺជាការសម្ភាសន៍ត្រូវចាត់ទុកវាគឺជាការនិយាយលេងឆ្លើយឆ្លងគ្នាធម្មតាចាត់ទុកវាគឺជាការរៀបរាប់ការណែនាំខ្លួនយើងឲ្យគេបានដឹងធ្វើបែបហ្នឹងទើបយើងមិនសូវមានសម្ពាធយើងមិនសូវភ័យហើយយើងធ្វើបានល្អអ្នកទាំងគ្នាត្រូវតែខិតខំប្រឹងប្រែងឲ្យពិសោធនភាពត្រូវធ្វើអ្វីដែលអ្នកទាំងគ្នាអាចធ្វើបានបើអ្នកទាំងគ្នាពិតជាចង់បានវាពិតមែនយើងត្រូវតែត្រៀមខ្លួនទៅតាមអ្វីដែលយើងអាចធ្វើបានយើងមិនមែនជាអ្នកពូកែយើងមិនមែនជាអ្នកមានបទពិសោធន៍ក្នុងការទៅសម្ភាសក្នុងការទៅឆ្លើយសំណួរដែលគេសួរយើងទេយើងនៅភ័យយើងនៅស្ទើរអញ្ចឹងវិធីសាស្ត្រមួយដើម្បីជួយយើងគឺមានតែការត្រៀមខ្លួននឹងឯងអញ្ចឹងបើយើងត្រៀមខ្លួនបានកាន់តែច្រើនវាជួយយើងបានកាន់តែច្រើនខ្ញុំសង្ឃឹមថាគន្លឹះខ្លីៗរបស់ខ្ញុំនេះអាចជួយអ្នកទាំងអស់គ្នាឲ្យធ្វើបានល្អកុំឲ្យសូវភ័យពេលសម្ភាសការងារបើអ្នកទាំងអស់គ្នាស្គាល់អ្នកណាដែលត្រូវសម្ភាសការងារឆាប់កុំភ្លេច mention កុំភ្លេច send ឲ្យគេមើលផងហើយបើអ្នកទាំងអស់គ្នាត្រូវសម្ភាសការងារខ្លួនឯងខ្ញុំជូនពរឲ្យអ្នកទាំងអស់គ្នាសំណាងល្អជូនពរឲ្យធ្វើបានល្អជូនពរឲ្យទទួលបានការងារដែលអ្នកទាំងអស់គ្នាចង់បាននឹងត្រូវតែខិតខំប្រឹងប្រែងឲ្យពិសោធនភាពខ្ញុំជីនឈៀនជួបខ្ញុំនៅវីដេអូក្រោយ